បាទសួរបងប្អូនថ្ងៃនេះមកថតកែបធំល្អបងប្អូនមានតម្រូវការអាចកំងបានចាំលក្ខណៈធម្មជាតិបងប្អូនធម្មជាតិតែយើងឲ្យចំណីអញ្ចឹងបងប្អូនលាយជាមួយនឹងចំណីសម្រាប់ខ្លះហើយនឹងចំណីកូនសត្វខ្លះភ្លៀងមួយមេមកលិចបងប្អូនលិចអញ្ចឹងវាឡើងទុំលើមែកឈើលើស្នោនេះដាក់ស្នោអញ្ចឹងអាចកវាអាចកផ្លាប់នៅទឹកតុង4-5នេះ1គីឡូ4-5 គីឡូច្រើនបងប្អូនមានតែមកប្រឡោះហ្នឹងនៅប្រឡោះផ្សេងទៀតធំជាងហ្នឹង